តោះសួស្តីអ្នកទាំងអស់គ្នាអឺថ្ងៃនេះយើងមកបង្ហាញពីកលឹះខ្លះៗក្នុងការបង្កើត page ដើម្បីរកលុយជាមួយនឹង Facebook page តាមរយៈវីដេអូក៏ដូចជាការលក់ទំនិញអនឡាញអីចឹងការបង្កើត page ឆ្នាំ2025នេះគឺវាមិនសូវជាពិបាកទេគឺស្តៀងនឹងឆ្នាំមុនដែរហ្នឹងហើយតោះយើងទៅមើលការបង្កើត page អ្នកគ្នាមកយើងចូលមកកាន់ Facebook យើងមកយើងចូលមកកាន់ Facebook យើងអញ្ចឹងមកបន្ទាប់មកយើងចុច menu យើងចុច menu ត្រី3ខាងស្ដាំនេះយើងចុចវានឹងមកហើយយើងរកពាក្យថា page យើងរកពាក្យថា page បើសិនជានៅពីលើនេះអត់ឃើញមាន page ទេអ្នកនរគ្នាចុច see more ហើយអូមកក្រោមនេះយើងនឹងឃើញសញ្ញាទង់ជាតិនេះយើងចុចពីលើហ្នឹងមកយើងចុចពីលើពាក្យថា page ហ្នឹងមកហ្នឹងហើយមកដល់កន្លែងនេះអ្នកនរគ្នាមើលខាងលើឆ្វេងពីខាងឆ្វេងដៃគេដាក់ពាក្យថានេះគេដាក់ពាក្យថា create យើងចុចមកកាន់ create ហ្នឹងមកអូខេមកដល់កន្លែងនេះគេឲ្យយើងរើសថាយើងបង្កើតដើម្បី personal ឬក៏ professional ដូចជាpersonal នេះសម្រាប់យើងផ្ទាល់ខ្លួនហើយ professional នេះសម្រាប់យើងបង្កើត promote ក៏ដូចជា brand business អីផ្សេងហ្នឹងហើយឥឡូវយើងចង់បង្កើតរកលុយអានេះក៏រកលុយបានដូចគ្នាគ្រាន់ថានេះយើង personal យើងអត់ផអីចឹងណាបើយើងបង្កើតយើងយក professional មកហើយយើងចុច next អូខេមកដល់កន្លែងនេះវាឲ្យយើងបំពេញឈ្មោះ page ដែលយើងចង់ដាក់ឥឡូវខ្ញុំឧទាហរណ៍ថា page ដែលខ្ញុំចង់ដាក់ខ្ញុំដាក់ខ្មែរ sharing ដាក់ខ្មែរ sharing យើងដាក់អីក៏បានដែរឈ្មោះ page សំខាន់លើអ្នកនរគ្នាបង្កើតដូចជាឧទាហរណ៍ថាបង្កើតដើម្បីលក់អនឡាញអីយើងដាក់អនឡាញសបដាក់អីចឹងយើងមិនក៏បានដែរឈ្មោះ page របស់យើងចង់ដាក់អីក៏បានដែរតាមចិត្តយើងបន្ទាប់មកយើងចុច done ហើយយើងចុចពាក្យថា next ខាងឆ្វេងដៃនេះសញ្ញាខៀវនេះចុច next មកបន្ទាប់មកកន្លែងនេះគេឲ្យយើងរើស create gallery យើងបង្កើតអំពីអីឧទាហរណ៍ថាយើងបង្កើតជាមួយនឹងឈ្មោះpage យើងដាក់ត្រូវឲ្យស៊ីគ្នាវាចាប់នឹងផ្ទុះឧទាហរណ៍ថាឥឡូវយើងដាក់ខ្មែរ sharing ប៉ុន្តែយើងធ្វើ content ឬក៏ធ្វើវីដេអូបែបម៉េចអញ្ចឹងយើងរើសមកខ្ញុំឧទាហរណ៍ថាខ្ញុំ music band ដូចជា healthy beautiful beauty ហើយយើងដាក់share អីចឹងមកយើង shopping mall អីចឹងវាមានច្រើនសំខាន់អ្នកទាំងអស់គ្នាដាក់ឯងខ្ញុំគ្រាន់តែឧទាហរណ៍តែមួយហ្នឹងទេហើយយើងចុច done យើងចុច create ចឹងមកហ្នឹងហើយយើងរងចាំតិចទៅឲ្យអ៊ីនធឺណិតយើងវា slow នេះមកដល់នេះយើងគេឲ្យយើងដាក់ bio ឧទាហរណ៍ថាអ្នកទាំងអស់គ្នាលក់អនឡាញឬក៏បង្កើត content ជាវីដេអូ blog ឬក៏បែបផ្សេងយើងទៅសេ bio នៅក្រោមនឹងមកសួស្ដីអីចេះមកហើយ contact នេះបានន័យថានេះគេឲ្យយើងដាក់ website ឧទាហរណ៍យើងមាន website អីផ្សេងយើងដាក់បានបើយើងអត់មានទេយើងមិនដាក់ក៏បានដែរហើយចូលមកកន្លែង Gmail នេះកណ្ដាលនេះយើងដាក់ Gmail យើងចូលមកកាលពីមុនដូចជាអត់មានទាមទារ email ឬក៏ Gmail ទេតែឥឡូវនេះប្រហែលជាគេទាមទារហ្នឹងហើយយើងចង់ដាក់មកយើងដាក់មក
យើងដាក់ Gmail កន្លែងហ្នឹងមកហើយបន្ទាប់មកនេះយើងដាក់លេខទូរស័ព្ទដោយសារតែខ្ញុំបង្ហាញទូទេខ្ញុំមិនទៅបង្កើតយកហ្មងទេពីរបៀបបង្ហាញការបង្កើត page តិចតួចហ្នឹងហើយកន្លែង address នេះយើងគេឲ្យយើងដាក់ឧទាហរណ៍ថា location address ហ្នឹងយើងដាក់ថានៅណាក៏រាជធានីភ្នំពេញអានេះ city នេះយើងដាក់ភ្នំពេញ city អីចឹងមកហើយកូដនេះដូចជាកូដដូចជា12 8កូដទេខ្ញុំដូចជាអត់សូវច្បាស់ដែរកន្លែងហ្នឹងហើយយកបន្ទាប់មកយើងចុចនេះយើងឧទាហរណ៍ថាយើងត្រូវ online 24ម៉ោងអញ្ចឹងយើងចុច always open នេះ standard ហើយ standard ម៉ោងអីចឹងណាហើយបន្ទាប់មកយើងចុច next មកយើងចុច next ទៀតមកហើយមកដល់កន្លែងនេះយើងចុច next ទៀតមកយើងនឹងបាន page មួយយើងចុច next ទៀតមកអូខេមកដល់កន្លែងនេះគេឲ្យយើង invite friend Facebook យើងដើម្បីមាន like មានអីជាដំបូងអីចឹងណាតែសម្រាប់ខ្ញុំក៏ឧទាហរណ៍ទេខ្ញុំចុច next ទៀតហើយមកដល់កន្លែងនេះយើងចុច done នេះឃើញនេះមកដល់កន្លែងនេះឃើញវាដាក់អក្សរ K នេះ profile នេះយើងជ្រើសរើសរូបភាពក៏ដូចជា cover យើង add អីឲ្យមកហ្នឹងហើយយើងដាក់ profile ដាក់ cover ដាក់អីឲ្យស្អាតមកហ្នឹងហើយខ្ញុំគ្រាន់តែឧទាហរណ៍ទេនេះយើងចូល edit នេះមកនេះកន្លែងនេះកន្លែង profile picture នេះយើងដាក់ profile យើងចង់ដាក់រូបអីក៏បានឬក៏ logo សម្រាប់យើងធ្វើ content ធ្វើ blog ធ្វើអីអូខេយើងដាក់មិនក៏បានដែរហើយកន្លែង cover នេះសម្រាប់បងប្អូនដាក់អីក៏បានដែរដូចគ្នាហើយកន្លែង bio នេះចង់ដាក់អីក៏បានដែរគឺស្រេចចិត្តតែយើងទេសំខាន់ឲ្យតែយើងដាក់ទៅហើយកន្លែង detail នេះយើងត្រូវបំពេញបែបបទដើម្បីឲ្យ page យើងវា active ហ្នឹងហើយយើងបំពេញតាមគេមក address លេខទូរស័ព្ទWhatsApp email add server អីហ្នឹង add hour អីហ្នឹងយើងចិត្តតែ add មក add ឲ្យគ្រប់គេមកហ្នឹងហើយតែប៉ុណ្្នឹងមកយើងទទួលបាន page មួយយ៉ាងថ្មីដើម្បីរកលុយឬក៏ផលវីដេអូរកលុយឬក៏យើងលក់អនឡាញអីចឹងហ្នឹងហើយការបង្កើត page យើងគឺមានតែប៉ុណ្្នឹងទេវាមិនសូវជាពិបាកអីណាពេកទេហ្នឹងហើយស្រួលទេហ្នឹងហើយក៏អរគុណដែរបងប្អូនអរគ្នាដើម្បីដែលមកទស្សនាវីដេអូខ្ញុំហ្នឹងហើយកុំភ្លេចជួយចុច Subscribe ខ្ញុំម្នាក់មួយផងដើម្បីមានកម្លាំងចិត្តធ្វើវីដេអូចែករំលែកដល់បងប្អូនអរគ្នាទៀតហ្នឹងហើយអរគុណ